អរុនសួស្តីបងប្អូនទាំងអស់គ្នាចាដោយសារប្រហែលអាទិត្យមុននេះគឺថាធ្លាក់ព្រិលអញ្ចឹងទៅធ្វើវីដេអូយើងបានច្រើនដែរជិះឡានក៏ដោយជិះឡានក្រុងក៏ដោយមានឱកាសក៏ធ្វើទៅបងប្អូនដោយសារព្រិលនេះមិនធ្លាក់រាល់ឆ្នាំទេដូចខ្ញុំធ្លាប់ធ្វើវីដេអូមុនអញ្ចឹងណាប្រទេសហូឡង់នេះកម្របងប្អូនចានៅតំបន់អឺរ៉ុបដែរប៉ុន្តែកម្រធ្លាក់ព្រិលក្រាស់អញ្ចឹងតើតែមានព្យុះអីចឹងมันអាចឃើញព្រិលហ្នឹងគ្របដណ្ដប់នៅតាមដើមឈើឬតាមឡានឬក៏តាមផ្ទះអីចឹងណាបងប្អូនចាតែពេលខ្ញុំធ្វើនេះខ្ញុំជិះទៅហាត់ប្រាណនៅព្រឹកថ្ងៃសៅរ៍ណាតាមផ្លូវទៅហាត់ប្រាណព្រឹកថ្ងៃសៅរ៍ហ្នឹងវារៀងអាលាយព្រិលហ្នឹងអស់ហើយបងប្អូនពេលធ្លាក់ហ្នឹងគឺដើមសប្តាហ៍ក្នុងថ្ងៃច័ន្ទដល់ថ្ងៃពុធហ្នឹងគឺធ្លាក់រៀងក្រាស់តែដល់ពេលចុងសប្តាហ៍ថ្ងៃសៅរ៍ហ្នឹងវារៀងអាលាយអស់ហើយដោយសារតែល្ងាចថ្ងៃសុក្រហ្នឹងគឺមានភ្លៀងអញ្ចឹងហើយរៀងកើនសីតុណ្ហភាពធ្វើឲ្យព្រិលហ្នឹងរលាយអញ្ចឹងណាហើយខ្ញុំភ្លេចប្រាប់បងប្អូនមួយទៀតពេលណាមានព្រិលធ្លាក់អញ្ចឹងនៅប្រទេសតំបន់អឺរ៉ុបនេះគេបាចអំបិលតាមផ្លូវចាធ្វើឲ្យព្រិលហ្នឹងងាយរលាយអញ្ចឹងទៅងាយស្រួលក្នុងការធ្វើដំណើរចានៅអង់គ្លេសក៏ដូចគ្នាដែរបើសិនជាគេព្យាករណ៍តុនិយមទៅថាស្អែកមានព្រិលអញ្ចឹងពីល្ងាចគេបាចអំបិលហើយបងប្អូនចាហើយនៅហូឡង់នេះក៏ដូចគ្នាដែរចាគេមានបាចអំបិលដូចគ្នាហើយទេសភាពមិនថាយើងជិះតាមឡានឬក៏តាមឡានក្រុងអីទេនៅស្រុកនេះគឺថាស្អាតណាស់បងប្អូនចាអរគុណ